ចាសួស្តីបងថ្ងៃនេះដែរគឺខ្ញុំមានវីដេអូថ្មីជូនបងទៀតហើយចាសម្រាប់ថ្ងៃនេះគឺខ្ញុំប្រើផ្លែស្វាយចាស្វាយទុំដែលយើងមានហ្នឹងយើងមកធ្វើជាចំហុយចាអញ្ចឹងបងតាមដានទាំងអស់គ្នាណាចាដំបូងគឺខ្ញុំប្រើម្សៅចំហុយចំនួន8ក្រាមចាហើយសម្រាប់ទឹកគឺខ្ញុំប្រើ500មីលីលីត្រចាហើយបន្ទាប់មកគឺយើងកូរម្សៅយើងឲ្យលាយសព្វមកចាហើយចាំយើងបើកភ្លើងយើងកូររហូតដល់ពុះណាចាហើយនឹងខ្ទិះដូងខ្ញុំដាក់300 ml ចាត្រូវ300មីលីលីត្រណាចាអញ្ចឹងបន្ទាប់ពីយើងដាក់ខ្ទិះហើយយើងកូររហូតដល់ពុះគឺរួចហើយណាបងចាហើយចាំទៅចាក់ចូលពុំទាំងអស់គ្នាចាហើយថ្ងៃនេះដែរគឺខ្ញុំប្រើពុំមូ6ប្រឡោះនេះណាបងចាហើយយើងចាក់ចំហុយយើងបំពេញចូលចន្លោះហ្នឹងទៅចាអញ្ចឹងយើងចាក់ចំហុយយើងពេញគ្រប់ប្រឡោះអស់ហើយយើងទុកវាចោលឲ្យស្ងួតណាចាអញ្ចឹងសម្រាប់ពុំរបស់យើងគឺបានចំហុយគឺបានកកល្អហើយណាចាអញ្ចឹងគឺខ្ញុំមកដោះចេញពីពុំម្ដងចាអញ្ចឹងសម្រាប់ពុំនេះដែរពេលដែលយើងដោះគឺយើងត្រូវកាប់វាចោះអញ្ចឹងណាបងចាបើយើងកាច់វាឡើងវាអាចធ្វើឲ្យចំហុយយើងបាក់ចាអញ្ចឹងយើងកាប់អញ្ចឹងមកចំហុយយើងនឹងធ្លាក់ចុះមកហើយនេះបែបនេះណាបងចានៅពេលដែលយើងដោះពុំយើងហើយខ្ញុំអ្នកស្វាយនេះគឺស្វាយដែលខ្ញុំចិតហើយចាគឺយើងកាត់ចំណិតតូចហើយយើងដួសស្វាយនឹងដាក់ចូលក្នុងនេះមកសម្រាប់ស្វាយយើងចូលចិត្តស្វាយអីយើងមានស្វាយអីដាក់តាមចំណូលចិត្តបានណាបងចាអញ្ចឹងបន្ទាប់ពីយើងដាក់ស្វាយយើងហើយនេះខ្ញុំមានស្លឹកតើយយើងតុបតែងនៅលើនឹងបន្តិចមកឲ្យមើលទៅហិតតែឃើញស្អាតអញ្ចឹងណាបងចាសម្រាប់មុខនេះដែរបងចង់ធ្វើញ៉ាំក៏បានធ្វើលក់ក៏បានតាមចំណូលចិត្តណាបងចាតាមតម្រូវការចាសម្រាប់នេះគឺធ្វើឲ្យគឺបែបនេះណាបងគួរចង់ញ៉ាំមែនតែនចាអញ្ចឹងសម្រាប់បងដែលចូលចិត្តវីដេអូនេះឬក៏ត្រូវការពុំអីអាចតាក់ទងមក The Sweet Jelly បានណាចាអរគុណច្រើនបង